នៅក្នុងព្រៃធំមួយមានខ្លាដ៏ខ្លាំងក្លាដែលសត្វទាំងអស់ភ័យខ្លាចវាគិតថាកម្លាំងគឺអ្វីគ្រប់យ៉ាងតែថ្ងៃមួយខ្លាដ៏សាហាវត្រូវជួបនឹងប្រាជ្ញារបស់សត្វតូចៗពីរគឺគីង្គក់និងអណ្ដើកតើកម្លាំងឬប្រាជ្ញាអ្វីជាអ្នកឈ្នះសូមអញ្ជើញស្ដាប់រឿងនិទានខ្មែរដែលមានចំណងជើងថាខ្លាចាញ់ប្រាជ្ញាគីង្គក់និងអណ្ដើកកាលពីសម័យបុរាណនៅក្នុងព្រៃធំមួយមានសត្វខ្លាដ៏កាចសាហាវរស់នៅខ្លាមានកម្លាំងខ្លាំងធ្មេញមុតនិងសត្វទាំងអស់ភ័យខ្លាចវាខ្លាគិតថាកម្លាំងគឺជាអ្វីដែលធ្វើឲ្យខ្លួនក្លាយទៅជាស្ដេចព្រៃហើយមើលងាយសត្វតូចៗទាំងអស់ជាពិសេសគីង្គក់និងអណ្ដើកដែលវាចាត់ទុកថាខ្សោយនិងគ្មានអ្វីគួរឲ្យខ្លាចថ្ងៃមួយខ្លាប្រកាសទៅសត្វទាំងព្រៃថាក្នុងព្រៃនេះគ្មានអ្នកណាឆ្លាតឬខ្លាំងជាងខ្លាទេគីង្គក់តូចមួយលោតចេញមកនិយាយដោយស្ងប់ស្ងាត់ថាកម្លាំងមិនមែនជាអ្វីគ្រប់យ៉ាងទេប្រាជ្ញាក៏អាចឈ្នះបានដែរខ្លាសើចយ៉ាងខ្លាំងហើយទះកន្ទុយដីអ្នកតូចដូចអ្នកតើអាចឈ្នះខ្លាបានដូចម្ដេចអណ្ដើកដែលឈរចិត្តនៅនោះក៏និយាយបន្ថែមថាបើអ្នកយល់ថាខ្លាំងសូមសាកល្បងការប្រកួតប្រាជ្ញាជាមួយយើងខ្លាយល់ព្រមដោយគិតថាវានឹងឈ្នះយ៉ាងងាយស្រួលគីង្គក់បាននិយាយថាថ្ងៃស្អែកពេលថ្ងៃរះសូមអ្នកទៅឈរនៅមាត់ទន្លេហើយស្រែកហៅយើងយប់នោះគីង្គក់និងអណ្ដើកបានរៀបផែនការយ៉ាងឆ្លាតពួកវាប្រាប់គីង្គក់ជាច្រើនក្បាលឲ្យលាក់ខ្លួននៅជុំវិញព្រៃនិងមាត់ទន្លេពេលព្រឹកខ្លាស្រែកហៅគីង្គក់អណ្ដើកមកនេះភ្លាមមានសំឡេងគីង្គក់ឆ្លើយតបពីគ្រប់ទិសយើងនៅទីនេះយើងនៅទីនោះយើងនៅគ្រប់ទីខ្លាភ័យនិងច្របូកច្របល់ណាស់គិតថាគីង្គក់មានអំណាចអាចកំបាំងអាចនៅគ្រប់ទីកន្លែងនៅពេលនោះអណ្ដើកក៏និយាយដោយស្ងប់ស្ងាត់ថាប្រាជ្ញាអាចធ្វើឲ្យអ្នកតូចមើលទៅធំខ្លាខ្លាចហើយសារភាពថាខ្លួនបានមើលងាយអ្នកដទៃវាក៏ថយក្រោយចាកចេញពីទីនោះហើយមិនហ៊ានរំខានសត្វតូចទៀតឡើយរឿងនិទាននេះបង្រៀនឲ្យយើងដឹងថាកម្លាំងមិនអាចឈ្នះគ្រប់ពេលទេប្រាជ្ញាការរួបរวมនិងការគិតឆ្លាតអាចធ្វើឲ្យអ្នកតូចឈ្នះអ្នកធំបានសូមអរគុណដែលបានស្ដាប់រឿងនិទានរបស់យើងខ្ញុំសូមអរគុណកុំភ្លេចជួយចុច Like Share និង Subscribe ដើម្បីទទួលបានវីដេអូថ្មីទៀតជារៀងរាល់ថ្ងៃ